សូមស្វាគមន៍បងប្អូនទាំងអស់គ្នាដែលជាសាធារណៈទី12ទាំងអស់គ្នាដែលត្រៀមប្រឡងបាតុបនាខែសីហាឆ្នាំ2025ខាងមុខនេះការប្រឡងបាតុបគឺសល់រយៈពេលតែ2ខែទេគឺដល់នៃការប្រឡងបាតុបហើយអញ្ចឹងក្នុងថ្ងៃនេះខ្ញុំមាននៅវិទ្យាសាស្ត្រប្រវត្តិវិទ្យាដែលជារបបសាធារណរដ្ឋខ្មែរហ្នឹងហើយឥឡូវយើងចូលមកកាន់សំណួរទី1ទាំងអស់គ្នាដែលទាក់ទងជាមួយនឹងរបបសាធារណរដ្ឋខ្មែរអញ្ចឹងសំណួរទី1គេសួរថាតើប្រធានាធិបតីខ្មែរក្នុងសម័យសាធារណរដ្ឋខ្មែរឈ្មោះអ្វីអញ្ចឹងនៅក្នុងចម្លើយគឺយើងសរសេរប្រធានាធិបតីខ្មែរក្នុងសម័យសាធារណរដ្ឋខ្មែរឈ្មោះលន់នល់ហ្នឹងហើយលន់នល់យើងអាចសរសេរបាន2លនបតណសអលមួយលនបតណលបតហ្នឹងហើយយើងអាចសរសេរមួយណាក៏បានដែរហើយក៏សរសេរទាំងពីរចូលក៏បានឬតែល្អទៀតឥឡូវយើងចូលមកកាន់សំណួរទី2ទាំងអស់គ្នាតើរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុកើតឡើងនៅឯណាអូខេកន្លែងនេះខ្ញុំខុសអក្ខរាវិរុទ្ធតិចហើយរដ្ឋប្រហារនេះបាននាំអ្វីខ្លះសម្រាប់កម្ពុជាតើយើងធ្វើការឆ្លើយទាំងអស់គ្នារដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុកើតឡើងនៅថ្ងៃ18មីនា1970សម្រាប់របបរដ្ឋប្រហារទម្លាក់នរោត្តមសីហនុគឺត្រូវបានធ្វើរដ្ឋប្រហារទម្លាក់នៅថ្ងៃ18មីនា1970អូខេយើងមើលបន្តទៀតហើយនេះគឺជារូបភាពរបស់មេដឹកនាំសម័យសាធារណរដ្ឋខ្មែរហើយដែលខ្ញុំបានដកស្រង់ចេញពី Google ហ្នឹងហើយហើយយើងមកមើលទាំងអស់គ្នាសម្រាប់កម្ពុជារដ្ឋប្រហារទម្លាក់នេះបាននាំមកនៅអ្វីខ្លះហ្នឹងហើយរដ្ឋប្រហារទម្លាក់ទៅមើលថានាំអ្វីខ្លះសម្រាប់កម្ពុជាការផ្លាស់ប្ដូររបបនិយមមកជារបបសាធារណរដ្ឋខ្មែរអញ្ចឹងគឺផ្លាស់ប្ដូររបបទៅជារបបសាធារណរដ្ឋខ្មែរប្រទេសបែកជាពីរបកក្នុងក្រុងភ្នំពេញសាធារណរដ្ឋសេរីជនបទកុម្មុយនីសអញ្ចឹងកន្លែងនេះចូលលេខកុម្មុយនីសហ្នឹងគឺខ្មែរក្រហមហ្នឹងឯងប៉ុលពតហ្នឹងឯងនៅទីក្រុងប៉េកាំងព្រះនរោត្តមសីហនុបង្កើតរដ្ឋាភិបាលនីតិខ្លួនមានន័យថាភៀសខ្លួននីតិខ្លួននឹងភៀសខ្លួនចេញពីប្រទេសកម្ពុជាសម្ដេចសីហនុអំពាវនាវឲ្យប្រជាជនចូលព្រៃម៉ាគីកើប្រឆាំងសាធារណរដ្ឋខ្មែរមានសង្គ្រាមរវាងពួកសាធារណរដ្ឋនិងពួកខ្មែរក្រហមនៅពេលដែលសាធារណរដ្ឋឡើងកាន់អំណាចគឺខ្មែរក្រហមគឺបានកើតឡើងហើយសង្គ្រាមស៊ីវិលធ្វើឲ្យមានមនុស្សស្លាប់របួសនិងពិការជាច្រើនការកើតឡើងនៅអំពើពុករលួយទីក្រុងភ្នំពេញឡោមព័ទ្ធដោយពួកខ្មែរក្រហមប្រជាជនរស់នៅដោយខ្វះជំរកខ្វះសុវត្ថិភាពខ្វះស្បៀងអាហារខ្វះសុខុមាលភាពប្រជាជននៅទីក្រុងភ្នំពេញរស់នៅដោយការភ័យខ្លាចគ្រឹះស្ថានសិក្សាមួយចំនួនត្រូវបានបិទទ្វារព្រោះលោកគ្រូអ្នកគ្រូបានរត់ភៀសខ្លួនកើតមានសង្គ្រាមត្រជាក់សេរីនិងកុម្មុយនីសខ្មែរក្រហមមានឱកាសឡើងកាន់អំណាច17មេសា1975ខ្មែរក្រហមបានសម្លាប់ប្រជាជនថាជាខ្មាំងរបស់អង្គការនៅកន្លែងខ្មាំងមួយនេះជាមនុស្សរបស់អង្គការក៏បានជាខ្មាំងរបស់អង្គការក៏បានដែរគ្នាហើយចូលមកកាន់សំណួរទី3ទាំងអស់គ្នាមូលហេតុអ្វីខ្លះដែលនាំឲ្យលេចឡើងនៅរបបសាធារណរដ្ឋខ្មែរឥឡូវយើងមកមើលពីមូលហេតុដែលនាំឲ្យលេចឡើងរបបសាធារណរដ្ឋខ្មែរដោយសារស្ថានភាពប្រទេសកម្ពុជាចុងសម័យសង្គមរាស្ត្រនិយមមានបញ្ហាអញ្ចឹងយើងមកមើលថាបញ្ហាអ្វីខ្លះដែលបណ្ដាលឲ្យកើតមាននៅកើតឡើងនៅរបបសាធារណរដ្ឋខ្មែរមកទៀតវិបត្តិសេដ្ឋកិច្ចនិងសង្គមនៅចុងសម័យសង្គមរាស្ត្រនិយមมันអាចដោះស្រាយបាននេះគឺជាបញ្ហាមួយការពង្រីកកម្លាំងកុម្មុយនីសនៅតាមទីជនបទឃោសនាទាក់ទាញប្រជាជនឲ្យគ្រប់គ្រងនឹងដោយសង្គ្រាមទ័ពប្រៃប្រឆាំងរដ្ឋាភិបាលកន្លែងព្រះសម្ដេចនរោត្តមសីហនុបានអំពាវនាវប្រជាជនចូលព្រៃម៉ាគីហ្នឹងហើយដែលប្រឆាំងនឹងរដ្ឋាភិបាលវិបត្តិក្នុងរដ្ឋាភិបាលសង្គមរាស្ត្រនិយមគឺបែកបាក់គ្នារវាងក្រមឆ្វេងនិយមនិងស្ដាំនិយមក្នុងជួរដឹកនាំធំមានគំនិតក្បត់សម្ដេចសីហនុនរោត្តមសីហនុមានលន់នល់និងស៊ីសេរីមន្តៈជាដើមហ្នឹងហើយដោយសារតែមេដឹកនាំគឺបានក្បត់នឹងសម្ដេចនរោត្តមសីហនុ
វត្តមានកងទ័ពវៀតកុងនៅលើទឹកដីខ្មែរបង្កបញ្ហាជាច្រើនដល់ប្រជាជនពិសេសនៅពេលប៉ះទង្គិចគ្នាម្ដងនិងបង្កអសន្តិសុខនៅតំបន់ពួកនោះតាំងនៅឥទ្ធិពលសង្គ្រាមត្រជាក់រវាងលោកសេរីនិងកុម្មុយនីសក្នុងតំបន់និងលើពិភពលោករដ្ឋប្រហារថ្ងៃ18មីនា1976ព្រោះរំលំសម្ដេចរតនសីហនុពីអំណាចនិងប្រកាសបង្កើតសាធារណរដ្ឋខ្មែរឡើងថ្ងៃចំពោះថ្ងៃខែឆ្នាំអីកន្លែងខ្លះគឺខ្ញុំបានសរសេរខុសសូមខន្តីនៅភ័យទោសផងហើយបើមានកន្លែងណាខ្វះខាតអ្នកនាងអាចខមមិននៅខាងក្រោមវីដេអូរបស់ខ្ញុំមកខ្ញុំនឹងកែសម្រួលឡើងវិញសំណួរទី4តើសង្គ្រាមស៊ីវិលដែលផ្ទុះឡើងពីឆ្នាំ1970ដល់1975បានផ្ដល់ផលវិបាកអ្វីខ្លះដល់កម្ពុជាសម្រាប់សំណួរពាក់ព័ន្ធនឹងសង្គ្រាមស៊ីវិលនេះគឺអាចនឹងចេញហើយ2025ហ្នឹងដោយសារអីមិនថាចេញដោយសារតែឥឡូវនេះគឺប្រទេសកំពុងតែចរាចររឿងព្រំដែនប្រាសាទតាមាន់តូចនិងតាមាន់ធំអញ្ចឹងក្រសួងអប់រំយុវជននិងកីឡាអាចដាក់សំណួរដែលទាក់ទងជាមួយសង្គ្រាមស៊ីវិលដែលគេសួរថាសង្គ្រាមផ្ដល់ផលវិបាកអ្វីខ្លះហ្នឹងហើយជាសំណួរមួយដែលអាចនឹងចេញប្រឡងឆ្នាំហ្នឹងផងដែរឥឡូវយើងមើលចម្លើយទាំងអស់គ្នាសង្គ្រាមស៊ីវិលដែលផ្ទុះឡើងពីឆ្នាំ1970ដល់75បានផ្ដល់ផលវិបាកដល់កម្ពុជាដូចជាផលវិបាកខាងសង្គមសម្រាប់មនុស្សជាង1លាននាក់បន្សល់ទុកស្ត្រីមេម៉ាយក្មេងកំព្រាចាស់ជរាជួនពិការប្រជាជនភៀសខ្លួនពីជនបទទៅកាន់ទីក្រុងរស់នៅរងទុក្ខវេទនាកន្លែងនេះគឺឥឡូវនេះរដ្ឋាភិបាលកំពុងតែឲ្យបងប្អូនប្រជាជនដែលរស់នៅតាមព្រំដែនបានជំនះខ្លួនចេញពីកន្លែងដែលជិតព្រំដែនថៃហ្នឹងឯងកើតមានអំពើពុករលួយអយុត្តិធម៌ភាពអធិបតេយ្យភាពទូទាំងប្រទេសបំផ្លាញធនធានមនុស្សហេដ្ឋារចនាសម្ព័ន្ធនិងគ្រឹះស្ថានវត្តអារាមនិងមន្ទីរពេទ្យគឺតែមានសង្គ្រាមគឺមានតែបំផ្លាញទេអត់មានចំណេញទេមានតែខាតជាងមើលផលបាក់សេដ្ឋកិច្ចម្ដងដីស្រែចម្ការទៅបោះបង់ចោលខ្លាចជាចម្ការមានរំដៅគ្រាប់នៅពេលដែលមានគ្រាប់បាយគ្រាប់អីគឺប្រជាជនមិនអាចទៅធ្វើស្រែចម្ការបានទេហ្នឹងហើយរោងចក្រសហគ្រាស 75% ត្រូវបានបំផ្លាញចម្ការកៅស៊ូត្រូវបានបាត់បង់ស្ពានខ្នុរប្រឡាយទឹក70ទៅ80ត្រូវបានខូចខាតសេដ្ឋកិច្ចជាតិចុះផលវិបាកខាងនយោបាយប្រទេសជាតិត្រូវបានបាត់បង់កិត្តិយសកេរ្តិ៍ឈ្មោះនិងកិត្តិយសភាពលើឆាកអន្តរជាតិកើតមានអស្ថិរភាពនយោបាយផ្ដល់ឱកាសឲ្យពួកខ្មែរក្រហមផ្សព្វផ្សាយគោលនយោបាយរួចឈានឡើងកាន់អំណាចនឹងឯងពាក់ព័ន្ធនឹងសង្គ្រាមមួយគឺសំណួរដែលតាក់ទងជាមួយសង្គ្រាមតើសង្គ្រាមស៊ីវិលផ្ដល់ផលវិបាកអ្វីខ្លះដល់សង្គមជាតិអញ្ចឹងក្នុងការសរសេរគឺឲ្យតែអ្វីៗដែលបំផ្លាញគឺតាក់ទងនឹងសង្គ្រាមហ្នឹងហើយសង្គ្រាមវាគ្មានដែលចំណេញទេគឺមានតែខាតមានតែបាត់បង់អញ្ចឹងសំណួរនេះគឺជាសំណួរមួយដែលបើកនេះយើងអាចគិតឃើញហើយយើងនៅក្នុងការឆ្លើយយើងសរសេរជាគោលតាមដែលខ្ញុំបានធ្វើវីដេអូចែកជូនអ្នកនរគ្នាហ្នឹងយើងដាក់គោលមកដាក់ផលវិបាកសង្គមសេដ្ឋកិច្ចនយោបាយហ្នឹងអ្នកគ្នាសរសេរមកគឺតែប៉ុណ្្នឹងឯងគឺនឹងទទួលបានបន្ទុក15បន្ទុកពេញឯក្នុងមួយសំណួរហើយជាចុងក្រោយក៏សូមឲ្យបងប្អូនជួយចុច Subscribe និងសញ្ញាកណ្ដឹងម្នាក់មួយ